ត្រូវមែនបងប្រុសតែមិនត្រូវអីមែនអូអត់ទេមិនហ៊ាននិយាយចឹងបាទការប្រកួតនៅក្នុងវគ្គទី2បាទសម្រាប់ Bigger Apex បាទ D7 បានលេងជាមួយនឹង Signature Hero បាទគឺ Franco នេះក៏ old school ដែរណាណៃកើ Yes បងត្រឹមត្រូវបាទបាទអញ្ចឹងយ៉ាងណាមិនក៏សូមស្វាគមន៍អ្នកនេះមកកាន់ការប្រកួតវគ្គអាចនឹងវគ្គចុងក្រោយដែរឬមួយក៏យ៉ាងណាសម្រាប់ Queen Phoenix បាទគ្នាជាមួយនឹង Bigger Apex បាទការកូរ៉េរបស់ Sophia បាទអូពូល hero ច្រើនណាសម្រាប់ Sophia បាទការកូរ៉េរាល់ដងមានពេលដែលគេ pick ជាមួយនឹង Phasa អត់ដែលមានក្រុមណាដែលយកការកូរ៉េទៅ counter ទេណាបាទបុចហុកចំអាយ៉ាលេម៉ាជាប់ slow ជើងលេម៉ា flick ឬមិន flick អត់ទេជាមួយនឹងការ cover អូលេម៉ាយក certify ដែរលេម៉ាបុច Blood បាទចូលខ្លួនទៅលើ D7 បាទហើយបាទលេងបុកវាយដាក់ជាមួយ sticker លៀនដាតមួយមានជាមួយ D7 នៅចិត្តនោះលេងអូលៀនដាតដាក់គេមែនប៉ែបាទមុននឹងដៃក៏បានយកជាមួយនឹងឆេមកមួយវិញផងដែរពីលីងបាទអូយឆេល្បែមួយបាទលៀនដាតដាក់គេល្បែមួយអូឆេបាទអាយ៉ាបុកវាយយកតែនោះមាន D7 មកហើយមានការបោះអូយមានការ cover នេះពីរ៉ាល្អមែនអូ D7 emblem នេះហ្មងណែយក moment speed យកហ្មងបាទបងលេងFranco បងលេងcool down ហើយពាក់បិជើង moment speed វិញអូខេបាទលៀមបោះឆាត់មួយបុកវាយ D7 តែកុំភ្លេចមើលទីមេរបស់រ៉ាអូយម្ដាយទៀតអូយស្ទើរម្ដាយមកពីហ្វាបាទបីអាចនឹងផ្ដាច់ជាមួយនឹង D7 បានផងដែរលេងអាចនឹងគ្រោះថ្នាក់កន្លែងនេះមានការបោះ B មួយផងដែរបាទអត់បញ្ហាធ្វើការ recall មួយវិញបាទមិនឲ្យចាញ់ដែរទេយ៉ាមានការ hold ជាមួយនឹង minion ផងដែរពី link បាទឡើងមកវាយ link 2 ដងណាហេជាមួយនឹង Vene មានការ solo kill តែណាមិនអញហ្វា auto skill ហ្វាមានរឿងអីចេះសាដនមាន flick តែហ្វាមួយមកក៏ដែរអូបាទមិញខំបច្ចេកទេសអត់បញ្ហាប្រឡឹងខ្ញុំមិញចង់ញ៉ាំបាញ់ឆាវបាទលេងលោតវាយយកតែម្ដងតែអត់មានអ្នក lock ជាមួយនឹងរ៉ានោះទេរ៉ា free damage បាញ់SOD ក៏ចង់វាយជាមួយនឹងហ្វាលេងក៏បាត់បង់ជីវិតដូចគ្នាបាទអាយ៉ាវាយបាត់មើលជាមួយនឹង Popol បើបាត់ជាមួយនឹង Popol បើមួយផងដែរវាយចង់វាយឡើងបាត់ Popol បើQueen Phoenix ទៅល្អទៅតម្រង់លេខ Yes បាទល្អទៅបាទចង់និយាយថាបាត់បង់ខៀលប៉ុន្តែបាន trade មួយ Popol បើដែរបាទអត់ខាតទេបាទលេម៉ាលើកនេះ off purify ហើយសម្រាប់លេម៉ាបាទ Franco របស់ D7 level 4ហើយកន្លែងនេះបាទអាចនឹងគ្រោះថ្នាក់ឬមួយយ៉ាងណាមើល link មួយទល់នឹងមួយជាមួយនឹងឆេបាទជាការបោកកឆោឬមួយយ៉ាងណាអូយបាញ់អត់ចាប់តែបាញ់អត់ស្លាប់អូ What a combo មកខ្ញុំថា fail skill ទាំងអស់មិនថា fail ទេតាមិនថា link បានធ្វើដាក់ sticker លៀនដាតឲ្យវិញទេតាបាទតែចាប់ជាប់ជាមួយនឹងឆេបុកមកកំបោយកតែម្ដងតែ stir damage មែនតើជាមួយនឹង Sophia ចាក់មួយចាក់ពីរដាក់កហ្វាក៏ម្ដងជាមួយនឹងការវាយលើរ៉ាតែគេខំមែនតែនៅបាត់បង់ជីវិតជាមួយនឹងរ៉ាដដែលមកហើយជាមួយនឹងការដេញចាក់ឆេបានត្រេតបានមកខៀវតែឆេអាចបាត់បង់ជីវិតដែរមួយយ៉ាងនេះមួយការចាក់តូចមកវិញដូចគ្នាវ៉ាវមកឆេល្អខ្លាំងមែនទែនជាមួយនឹងការលេងជាមួយនឹង Hero a lot បាទសម្រាប់នៅក្នុងថ្ងៃនេះអ្នកដែលលេងជាមួយនឹង a lot យើងបានឃើញណាតម្រង់លេងល្អណាបាទក៏ដូចជាស៊ីយ៉ាន់ផងដែរបាទឥឡូវយើងបានឃើញជាមួយនឹងឆេមួយទៀតបាទលេម៉ាប្រយ័ត្នយាយលេម៉ាបាទ D7 គេមានជាមួយនឹងអូ D7 អត់មានជាមួយនឹង Element ដែរអត់បញ្ហា Total ទី2ធ្វើការកើតឡើងអាចនឹងប្រឡែងឲ្យឬមួយយ៉ាងណាបើយើងមើលទៅរៀងពិបាកក្នុងការចូលដែរបាទឃើញ D7 លេងវាយមួយលោត passive បោះ skill ទី2លោតវាយយកតែមួយការ flick តែបាត់បង់ជីវិតជាមួយនឹង Erland បាទហើយ SOD ក៏ចំបាទមកវាយឬវាយ5ទល់នឹង4នោះទេតែមើលទៅ Shadow មិនមកទេ Total នេះអាចនឹងបានទៅលើសមាជិករបស់ Queen Phoenix លោកអត់មែន Final Flash បុកវាយជាមួយនឹងឆេចាក់ទៅឆាក់មកជាមួយការដល់តែថតមកក្រឹបជាប់ជាមួយនឹងឆេបាទហើយបុកវាយបបធងទេហើយយ៉ាវ៉ា
បាទមិញបានថោថលហ៎ បានបងបាន បានទាំងថោថលបានទាំងខៀលទៅលើឆេទៀតអាយ៉ា ហុចដងហ៎តែចាំមើលជាមួយនឹងសាដូចង់មកអាចនឹង carry បានដែរឬទេព្រោះសាដូនៅក្នុងវគ្គនេះគឺ free farm យកតែម្ដងបាទសាដូរៀងប្រឡែងច្រើនបាទ level 7ផងដែរសម្រាប់សាដូមានមួយខៀលនៅក្នុងដៃបាទចាំមើលសម្រាប់សាដូបាទអូ counter flick អូយបាទស្ថានភាពដូចរៀងតានតឹងទេបងតោបាទអត់បញ្ហាបាទអញ្ចឹងយើងក៏មានជាមួយនឹងទូរស័ព្ទដៃ Infinix GT 50 Pro ផងដែរបាទអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចធ្វើការជាវជាមួយនឹងទូរស័ព្ទ Infinix មួយផងដែរដើម្បីងាយស្រួលនៅក្នុងការលេងជាមួយនឹង Mobile Legends ផងដែរបាទគឺធានាថាអេក្រង់នោះគឺរអិលតែម្ដងហើយក៏ដូចជាធ្វើការលេងជាមួយនឹង SPS នឹងរហូតដល់ទៅ120 SPS ពេញតែម្ដងបាទVinny level 7ទេបាទកំពុងតែព្យាយាម farm ក៏ដូចជាព្យាយាមយកតម្រង់នៅក្នុងការចង់មកបាទបុកចំអូយហុកអត់ចំទេជាមួយ D7 បាទយ៉ាងម៉េចយ៉ាងម៉េចបើសិនណាយើងកលេចតែមើល goal អត់លើសគ្នាទេណាគេបាទខៀលក៏ស្មើគ្នាដែរ5ទល់នឹង6ចាញ់តែមួយខៀលទេបាទអាចលេងបានរងចាំជាមួយនឹង Vinny មានជាមួយនឹង item ដូចគ្នាបាទណាមួយកុំភ្លេចខ្លួនបាទមកឆាត់របស់ Sophia អាចនឹងធ្ងន់កដែរសម្រាប់រ៉ាណាបាទពុទ្ធសាសរ៉ានៅក្នុងវគ្គនេះលេង flicker ទេមួយសាដូដូចគ្នាបាទមើលជាមួយនឹងការ surprise បាទយើងកំឡេកដែរជាមួយនឹងកញ្ចប់កម្រង Sekat AO Gamer បាទបានទាំងពេជ្រក៏ដូចជាអ៊ីនធឺណិតនៅក្នុងកញ្ចប់តែមួយតែម្ដងបាទហើយតម្លៃតែ$1កន្លះនៅក្នុងមួយសប្តាហ៍តែប៉ុណ្ណោះបាទចាក់មួយពីឆេបាទវិននេះបាញ់ស្ទែកអត់ចំលេម៉ាឃើញមែបខាងក្រោម2ទល់នឹង1ខាងក្រោម flick ហាំយកតែម្ដងជាមួយនឹងការបូកលើហ្វាអាចនឹងបាត់បង់ជីវិតជាមួយនឹងហ្វាបាត់ទៅហើយតែកន្លែងនេះអាចនឹង start team fight 3ទល់នឹង4ចាំមើលអាចនឹងបញ្ចប់ដែរទេលៀមជាមួយថតបានទៅលើ Vigor Effect ដកចេញធ្វើមិនដឹងបាត់ទៅហើយបាទ Shadow free farm ទៀតហើយ Shadow បាទបោះសាតមួយដកថយបាទស្ថានភាពស្ងាត់នៅដែនបងតោបាទអត់បញ្ហាទេសាដូអត់មានជាមួយនឹងម៉ាណាទេអស់ជាមួយនឹងម៉ាណាហើយបាទយ៉ាវគ្គនេះរៀងសម្រាប់ Vigor អត់ស្រួលនៅក្នុងការលេងទេណាបាទព្រោះដោយសារគាត់រងចាំជាមួយនឹងម៉ាកំបូដែលធ្វើចេញពីឆេក៏ដូចជាអឺឡានបាទឬមួយក៏ចាំជាមួយនឹង D7 ជាអ្នកដែល pick off មួយបាទបាទfinal slash ចាប់ពីរបងបាយតែនៅមួយកំបោមួយនេះឆេតែណាមិននៅតែបាត់បាត់បង់ជីវិតទេលេម៉ាមកដល់កភ្លាមជាមួយលីងលោតបាន2អាណយ team fight delay បានយូរគូសំដែរសម្រាប់លីងតែហ្វាហាក់ដូចនៅឆ្ងាយបោកវាយបាត់បង់ជីវិតជាមួយនឹងលីងបាត់ហើយជាប់ឆេមួយដូចគ្នាហុកចាប់ជាប់មកវិញនេះជាមួយនឹងហ្វានោះទេភ្លាមជាមួយនឹងការបាញ់វិញតែអត់ទេដកថយវិញមួយសិនសាដូ free farm ណាសាដូ free farm បាទវគ្គនេះសាដូ free farm យកតែម្ដងបាទ final slash ចោលបាទតែនៅតែអាចធ្វើការ defend ជាមួយនឹង T1 Turret នៅ mid lane បានយ៉ាងស្រួលចេញពីខាង Infinix បាទបាក់លោតបុកត្រេះតាត់អូអត់តែបុកជាងល្មមបាទបងចាប់ជាប់អូអត់ជាប់បាទ final slash ក៏ខកដែរតែណាមិញជាមួយ T2 នៅផ្លូវខាងលើក៏មានការយកពី Vigor Effect បាទ D7 ក៏ហូបខុសទៀតបាទមិញខុសទាំងអស់បាទ 3K Golit បាទជី Go មួយដែលច្រើនគួរសមដែរ D7 អស់ជាមួយនឹង Ultimate បាទ Che ក៏អស់ដែរបាទ Erlan ក៏អត់មានជាមួយនឹង Ultimate ដែរអីដែលសំខាន់យើងអត់ទាន់បានឃើញបាទ Final Slash លេម៉ាចាក់មួយតែ Shadow អត់ខ្វល់ Shadow ចង់យកតែ Objective ទេលោតចាប់ជាប់តែកក់មកវិញដូចគ្នាមែនជាប់មួយអេរ៉ូណា Damage ណាមែន Damage អត់ឃើញមែន Damage នោះទេភ្លាមកក់នេះកក់ចោលទេជាមួយ Sophia បុកវាយវិញដល់តែសមដៃដកថយសិនអូស្ដាយណាមិញបើសិនជាមាន image នៅតែសំខាន់ Sophia ដូចជាបោះឆាត់ចោលទៅអស់បាត់ទៀតតែមិញដូចខ្ញុំនិយាយបើសិនជាគាត់ចេញលីលយ៉ាវអូសបាយដាទោះលីលយ៉ាវវគ្គនេះគឺសបាយផ្ទុះមែនទេបាទយើងលេងមកមើលជាមួយនឹង item ដែលនាំមកជូនដល់ Infinix បាទ GT 50 Pro 5G បាទអូខុសគ្នា Golan ខុសគ្នាច្រើនណាបាទសាដូ3 item ឥឡូវហើយបាទ Vinny ទៅតែបានជាមួយនឹង Demon Hunter ហើយជាមួយនឹង Crow Sensei ទេបាទតើតែ Vinny បានជាមួយនឹង3 item ទៅបានមានជាមួយនឹង damage នៅក្នុងការលេងផងដែរ
បាទ ចាប់បោកវាយជាមួយលេម៉ាចាច់ជួយហ្វាយដកថកយកតែម្ដងជាមួយលេម៉ាតែហ្វាយណាស់ខ្លះបោកវាយជាមួយលេងលោត SOD ក៏ចំដូចគ្នាប៉ុណ្ណេះវាយជាមួយ Disvan បាត់បង់ជីវិតជាមួយ Disvan វិញដូចគ្នាដេញវាយជាមួយរ៉ាសំដៃ Flicker ឆោចោល AFK ដាច់ភោដាច់ខ្យល់មកហើយជាមួយនឹងរ៉ាតែណាមិនជាមួយឆេចាក់ទៅចាក់មកបាត់បង់3 Hero យ៉ាបានជាមួយនឹងឡទី1ប៉ុន្តែបាត់បង់ជាមួយនឹងសមាជិករបស់ Vigor ដល់ទៅ3រូបបាទអាចនឹងធ្វើការចង់យកជាមួយនឹង T1 Turret នៅ Midland ហើយអាយ៉ាបោកវាយ Flicker ចាក់ដោអូយកក់គ្នាឯងទេអត់បញ្ហាអេត្រេះជាប់អត់មានអ្នក follow up damage ទេអឺឡានគ្នាដាច់ឲ្យអឺឡានមួយមកអឺឡានបាទយ៉ាងម៉េចដាច់អឺឡានវិញទៀត No បាទយ៉ាអាយ៉ាបាទមិញពីការនាំមុខ 74k goal បាទឥឡូវនៅសល់ដល់ 1k កន្លះទេតែ load នេះអត់ទាន់បានធ្វើការ clear ទេប៉ុន្តែក៏មានសមាជិកបាទអត់មានសមាជិករបស់ខាង Vigor មករំខានដើម្បីនៅក្នុងការ clear ជាមួយនឹង load ទី1នេះផងដែរបាទសាដូធ្វើការយកជាមួយនឹង T2 Turret នៅ Midland បាទអស់ជាមួយនឹង Minion ផងដែរបាទ Seal Turret នៅ T3 Turret នៅ Top Lane ក៏ធ្វើការដាច់ផងដែរបាទបាទញ៉ាំលោតហើយបាទឈីចេញជាមួយ Chosty Poltron ឱកាសនៅក្នុងការយកឈ្នះជ័យជំនះនៅក្នុងវគ្គទី2សម្រាប់Queen Vinay បាត់បង់ជីវិតបាត់ហើយជាមួយនឹងខ្លារបស់ Vinay តែ Final Slash Copy Chase SOD ក៏ចំវាយហើយ Shadow ជាប់កកអត់មានអ្នក follow up damage ទេហើយ Sophia គប់ថាត់បោកវាយតែនៅបាត់បង់ជីវិតជាមួយនឹង Shadow ហុកចាប់ជាប់ជាមួយនឹង Link load ឈាម delay team fight តែណាមិនមានការបោកវាយចុចជួយ fight 3ដល់ទៅ Vinay តែ Link over season ដាច់តារាវិញបាទមុននឹង trade បាន Link គឺត្រូវដាច់រ៉ាមួយដែរ3ទល់ស្មើដកថយឬមួយក៏វាយអត់មានអ្នក damage នោះទេពី Vigor Apexបន្តការវាយលោតមួយ Final Slash បូកចាប់ជាប់ជួយនឹងហ្វាតែដកថយវិញទាន់ពេលវេលាដូចគ្នាអូ Seal Turret បាទ Seal Turret បាទអាយ៉ា 2k goal ទេបាទអីដែលសំខាន់នេះតើតាចង់មានឱកាសនៅក្នុងការយកជ័យជំនះនៅក្នុងវគ្គទី2ហ្នឹងតើតា Sophia ធ្វើម៉េចមកកម្ពុជាដាច់ទៅលើជាមួយនឹងសាដូឬមួយទៅលើរ៉ាមកបាទទៅមានឱកាសនៅក្នុងការយកជ័យជំនះនៅក្នុងវគ្គទី2បោកវាយខាងចុចកកវាយយកតែនៅ SOD អត់ចំនោះទេភ្លាមជាមួយនឹងការបាល់អត់មែនវាយវិញយកតែនៅពី Vinay double kill ចូលលើអឺឡានដេញចាប់បន្តទៀតហុកជាប់ Vinay ដកថយតាន់ពេលវេលាបាទយ៉ាងណាមិញជាមួយនឹងការដេញកតពីលេម៉ាណយយកតែមែនតែសមាជិករបស់ Vigor មើលទៅហាក់ដូចជាចង់យកលោតតិចចង់អែតិចចង់វាយតិចត្រេះចោតជាមួយលេហុកអត់ចំតែលេងលោតអត់ហើយ team fight delay យកទៅបីយកតែម្ដងជាមួយការបោកវាយចោតក៏ cover គ្នាពីលេម៉ាអត់មាន damage ទេដេញវាយជាមួយនឹងរ៉ាដាក់គេមួយ3ដកថយបោកវាយលើលេងអណយយូយកតែមែនតែអត់មានវាយលេងមានវាយលេងទេបាទចាប់ជាប់លោតក៏វាយជាមួយលេងលោតវាយទៅលើរ៉ាលោតមកខាងក្រោយអឺឡាន Final Slash បោកវាយជាមួយនឹង Vinay វាយទៅខាងក្រោយវាយទៅមុខវាយទៅក្រោយទៅណាទៅណីភ្លាមជាមួយនឹងការដេញចាប់ពីឆេលេងការដល់ថយពីលេងបាទវាយដែរប៉ុន្តែវាយគ្នាដាច់បាទសាដូក៏គប់ជាមួយនឹង Ultimate SOD ខុសទៀតបាទប៉ុន្តែ lot ទី2 free ឲ្យទៅខាង Vigor Apex បាទសមាជិករបស់ខាង Queen Vinay អាចនឹងធ្វើការចង់មកចូលជាមួយនឹង contest បាទប៉ុន្តែ lot នេះ secure ទៅខាង Vigor បាត់ទៅហើយ Winnie load ចំ5ដណ្ដប់ដងបាទវិលមកខ្ញាល់បាទហុកអូជាប់ដែរជាប់មីនៀនបាទដូចរៀងធ្លាក់តម្រង់ណៃកើបងមានអារម្មណ៍មួយតាំងពីបងសរសើរឆេមកថាលេងអាឡតរៀងតំណងមកផ្ទះខុសចង់5ដងអូយបាទអាចនឹង Final Slash ចេញពីឆេឬមួយយ៉ាងណាកន្លែងនេះស្អាតដល់4នាក់នេះបាទអត់ហ៊ានទេបាទ patient មែនទេបាទគេថាចិត្តត្រជាក់ត្រីគង់បាទអញ្ចឹងភ្លាមបាទឡតនៅផ្លូវបត់សំឡែនក៏មកដល់ដែរដេញវាយ Sophia បោកវាយ Final Slash ចប់3នាក់វ៉ាវល្អមែនតើជាមួយនឹងឆេតែណាមិញជាមួយនឹងការខំកកហាក់ដូចជាយឺតពេលបន្តិចឯងជាមួយនឹងលេម៉ាតែ Shadow សំម្ដាយចូលកក cover តែមិនទាន់ពេលទេនៅតែដាច់ដូចគ្នាដែរ4ទល់នឹងស្មើឡតក៏មិនទាន់មានការ clear នោះដែរយ៉ាងណាមិញជាមួយនឹង clear មានទាំងពីរផ្លូវគឺល្អមែនតើពី Queen Phoenix ហើយបញ្ចប់វគ្គនេះដែរទេ Final Slash ខយវិញទេមានការថយវិញទៀតហើយវិញទៀតបាទបងអត់ចូលទេឆេព្យាធ្វើរឿងឆេចាក់ទៅចាក់មកជាមួយនឹងលីងដេញវាយឡុកជាមួយនឹងអឺឡានសាមដៃជាមួយនឹងការវាយផាស៊ីវបាត់បង់ជីវិតជាមួយនឹងឆេបាត់ទៅហើយNo បាទ No
បាទ13 kill ទល់នឹង15 kill ចាប់ផ្ដើម win នេះចាប់ផ្ដើមមានជាមួយនឹង damage ដូចគ្នា Sophia ក៏មាន damage អាយ៉ា fan flick ទៀតអូយអីមិនអាម៉ាចេះបាទ ងាក់ដេកងាក់បាទហើយ អាយ៉ាមានគ្រប់ទម្រង់បាទពីខាង Vigor អីពេកបាទផ្ទះ ultimate ក៏ខុស flick ចង់ទៅខំក៏ខុសបាទអាយ៉ាអឺឡាទៅម្ដងវិញទៀតចោម អញ អាយ៉ា បាទចុចកជាប់រ៉ាមួយអាចនឹងបាត់បង់ជីវិតជាមួយនឹងរ៉ាបន្តទៀត Pop SOD មកចំវាយរឿងវាយហើយជាមួយសាដូប៉វិញនេះ ដាច់ win នេះ បា បាទ ទដាច់ win នេះបាត់ហើយ Chori Caller win នេះយកតែម្ដងអាយ៉ា Shadow អាយ៉ាឱកាសនៅក្នុងការលេងមិនមែនចេះតែមានទេណាបាទយើងត្រូវ performance ឲ្យល្អបាទកុំលេងសើចកុំលេងសើច ឆេល្អតែល្អពេក ល្អពេក បាទល្អពេក បាទអានេះគាត់មានចំណុចល្អចំណុចមិនល្អបាទគាត់មានចំណុចល្អចំណុចមិនល្អដែរបាទមានផ្ទះខុសតែក៏ផ្ទះត្រូវមកដោយសក់3ដែរសម្រាប់ពួកគាត់បាទគាត់ថាផ្ទះខុសមិនរៀងច្រើនបាទនិយាយលេងទេនេះគឺជា item បាទសម្រាប់រ៉ាបើថាយើងមើលទៅដូចជា Stake Sky Wizard របស់គាត់នេះក៏ដូចជាមិនសូវច្រើនដែរគាត់ដាច់3ដងហីបាទមានហិសដល់10ទេមើលទៅបាទវិគីសម្រាប់សាដូបាទសាដូ full item ហើយក៏អត់ពាក់ជាមួយនឹង Winner Nature ដែរសម្រាប់សាដូបាទចំណែកឯ Winnie នៅខ្វះជាមួយនឹង Winter Crown មួយទៀតអញ្ចឹងការ load ចូលជាមួយនឹងការដាក់ជាមួយនឹង Ultimate អាច hold deal damage បានច្រើននៅក្នុង team fight បាទ lot ទី3ចាំមើល Win Winner របស់យើងអាចនឹងចូលទៅឬមួយយ៉ាងណាបាទ Minion កំពុងតែ pressure នៅខាងក្រោមផងដែរបាទធ្វើការ load ដាច់ 50% ហើយបាទចូលខំបោកវាយយកតែម្ដងដាច់ទៅលើលេម៉ាបាត់ហើយចុចកកមិនតនោះទេយ៉ាងណាមិញជាមួយនឹងវិញនេះរំញីកាយជើងកណ្ដាលវងអត់ឈឺដូចគ្នាប៉ុន្តែតែកឹបជាប់2 euro Sophia Flicker Final Slash ដេញវាយយកតែម្ដងជាមួយនឹង K បាត់បង់2 euro បាត់ទៅហើយពី match របស់ Queen Phoenix សតតែលេងមានម៉ូតូកាត់មកហុកអត់ចំតែលេងអាចនឹងបាត់បង់ជីវិត3នាក់យកតែម្ដងបាទផប់ Sky Piercer ចូលលើរ៉ាបាត់ហើយបាទភ្លាម Midland ជាម Osland delay team fight ពី FAបាទយកបានបណ្ណាគឺប៉ុណ្ណឹង delay បណ្ណាគឺប៉ុណ្ណឹងឈាមទៅហើយតែឡានដេញចាប់ជាមួយនឹង FA នៅផ្ទះសតវិននេះទេតែគេវាយតែយកតែមកហេសាដូឆេអញសាដូណោះចាប់ជាប់ Midland សល់តែ last man standing ឯវិននេះបាទ Last Queen ឡាខ្វិនបាទលេម៉ាចង់ជាប់មាត់មកហើយភ្លេចខាំអត់ភ្លាមជាមួយនឹងការកាត់ Sophia ក៏កាត់លេម៉ាក៏កាត់ចាប់សានមួយចុចជើងហ្វាយដាក់កកជាប់2 euro វិននេះបាញ់អុលទីតាមទៅកំដរជាមួយនឹងការ free side Winter Crown បុកវាយយកតែម្ដងវាយផ្ទះឬមួយក៏យ៉ាងណាឡតទៅចូលដែរវាយផ្ទះតែអត់តវាយផ្ទះវាយមនុស្សសិនមួយនេះ SOD ក៏ចំតែឡតក៏មានការ clear ដែរឬមួយយ៉ាងណាជាមួយនឹងការវាយផ្ទះជ័យជំនះ2-0សិនក៏បានទៅលើ Vigor Apex បាទអបអរសាទរសម្រាប់ Vigor Apex នៅក្នុងការទទួលបានជ័យជំនះបាទនៅក្នុងលទ្ធផល2-0 បាទទៅលើ Queen Phoenix របស់យើងមកដែរ